ជំរាបសួរសេចក្តីរំលឹកដាស់តឿនភាគ2កុំថាចាស់ល្ងិតល្ងងល្ងីល្ងើក្រែងពៀទៅលើអ្នកមានគុណកុំពោលថាចាស់ថយថោកធន់ក្រែងសុនទៅលើគ្រូអាត្មាត្បិតសិស្សនិងគ្រូមិនអ្នកក្រៅជាក្មួយជាចៅជាជីតាជាសាច់ខាងមេដាឬបៃតាជាកម្មវាចាខ្លះជាបងខ្លះត្រូវជាធំខ្លះត្រូវជាមេជាគ្រូឧស្សាហ៍បំបួសផងប្រដៅសពថ្ងៃវាយម្ដងព្រោះលោកបំណងចង់ឲ្យចេះដល់ខ្លួនរៀនចាំជាក់បាលីឡើងពាក្យសំដីអាងដំរិះដំរើខាងនោះខុសខាងនេះដៀលតែថាគ្រូខ្លួនឯងល្ងងលោកគ្រូមិនដឹងប្រឹងតែខំផ្ញើអង្គបាវការងស្គរក្អមស្គរស្រៈលាក់មិនគង់ចង់ផ្ញើពូជពងល្បីគេឈ្មោះខ្លួនចេះបន្តិចកំពេចឡើងចោចាងចោចេះចោចេះឆ្លុះចេះកប់ពពកយកកំពស់បន្តោះបន្ទន់គុណទៀបទៅបើចិត្តចង់ធំគុំចោចាងគួរលើកដំកើងគុណទុកនៅទោសនោះធ្លាក់ចុះនរកជ្រៅម្នៅឲ្យបាបពីព្រោះមាត់ព្រោះមាននិទានពុទ្ធខោសាអាងចេះសាស្ត្រាគម្ពីរស្ពតថាចេះលើសគ្រូបំផ្លាត់បំភ្លេងកំចាត់ឲ្យទណ្ឌកម្មប្រដូចនិទានតែប៉ុណ្ណេះអស់លោកក៏ចេះបានរៀនចាំផ្ដួចផ្ដើមមួយឃ្លាជាពាក្យផ្ដាំដូចមានចំណាំចំណោតជួនទំនុកបុរាណមានប្រាជ្ញាចេះចែងបញ្ហាសាស្ត្រាក្បួនទុកឲ្យអ្នកក្រោយដោះសំនួនបើគិតឲ្យមួនគួរមានភ័យចំណោតថាសត្វបរោខោអង្គុយមែឈើស៊ីផ្លែជ្រៃបុរសខុសជ្រុលគ្មានលក់ភ្នែបងគោក្របីទាំងមេកូនបុរសម្នាក់ទៀតឡើងដើមឈើបេះផ្លែខាងលើចែកបងប្អូនស៊ីឆ្អែតបន្តិចផ្លេចគុលសូនបុរសម្នាក់បានកូនផ្លេចគុណម្ដាយចំណោតទី3ចំណែកនេះគួររិះឲ្យចិត្តគុំគិតឆ្ងាយគុំឆ្ងល់នឹងពាក្យពោលអធិប្បាយប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់និយាយដើមគ្រូដោយកំបាំងមានខ្សឹបមានខ្លាំងពោលបង្អាប់បង្អើលឲ្យអ្នកដតីស្ដាប់បងអន់ដោយកាប់កោះឬគុលស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចីឬលិចក្នុងដីមើមិនយល់មិនយកដីចាក់កប់គុណទល់អំពុលឲ្យបាបអំពីមួនពីមុនកាលកើតមានរូបកាយអ្នកម្ដាយចិញ្ចឹមបានធំធាត់នាំយកទៅទុកឲ្យនៅវត្តរៀនចេះចាំស្ទាត់បំភ្លាត់គុណផ្លេចគោក្របីទាំងមេកូនសាបសូន្យកុសលដែលមានមុនសាងក្រោយសាងឲ្យតែខាត់ទុនពីព្រោះបាបសុនសោយពីចិត្តពិចារណាគួរតែកោតខ្លាចខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិតប្រឹងរៀនប្រដៅច្បាប់ក្រមក្រិតអាណិតដល់គុណធ្ងន់អនេកអនាគតកាលទៅមុខចូលចាំចងទុកដល់ស្អែកគុំស្អប់ចាស់ថ្មីស្ដីដោយឡែកមើលចែកចាត់ចិត្តថ្លឹងឲ្យស្មើធ្វើបុណ្យដោយស្មោះគុំរើស្មាក់បាលី3ថ្នាក់ចាំហើយតើមโนសេថាំងចិត្តប្រសើរប្រសពគ្រាន់បើធ្វើបុណ្យបានប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះគុំថាគេខុសហើយឈប់ខានប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណច្រើនលើសប៉ុន្មានបានដោយបត់គុំធ្វើដោយរាប់អានស្រឡាញ់ទុកជាកំណាញ់ហួសកំណត់កំណើតមគ្គផលជឿប្រកបសន្មតថាបានច្រើនប្រការ
គុំធ្វើប្រកាន់ដល់យល់មុខហៅបុគ្គលិកទៀនគ្មានផល្លាតាំងចិត្តចុះផ្លូវឧបេក្ខារក្សារូបសុខដល់សួគ៌នាយសួគ៌នេះបើចង់ឲ្យឆាប់ដល់សាងមគ្គសាងផលគុំរាយមាយឃើញគេខុសចិត្តគុំមើងងាយគុំពោលនិយាយកាន់ម្ខាងអ្នកប្រាជ្ញចេះថ្មីត្រូវដោយឡាយចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាងកាន់យកទាំងពីរជាទីអាងសំខំសាងនឹងបានសុខពីថ្ងៃនេះទៅនៅឲ្យនឹងស្ងៀមមាត់ឲ្យឈឹងខ្លាចនរੂពីព្រោះឆ្លុះគ្នារៀងរាល់ស្រុកដឹងធ្លុកត្រពាំងរាំងប្រះដីមិនឆ្លោះពីរឿងកែរឿងកោះឬទ្របរបស់គោក្របីនេះឆ្លុះពីធัวចាស់ធัวថ្មីក្តៅចិត្តកើតក្តីរកចាញ់ឈ្នះបើក្តីពីស្រែពីចំការចៅក្រមសាលារងាយជំរះនេះក្តីពីធัวថ្មីធัวចាស់នោះក្រែងតែព្រះទៅកាត់បានចៅក្រមសប្ថ្ងៃឧបាសកចេះតិចបីដកព្រះកម្មដ្ឋានកាត់ក្តីត្រូវច្បាប់អំបាលមានអ្នកក្តីមិនខានប្តឹងឧតោអាដាយមនុស្សម្នាក់រឹងចចេះបានតែនិរទេសក្រៅនគរតែទុកវានៅវានាំវជំហរតែរឹងទទឹងច្បាប់សង្ខេបបែបបទរឿងប្រដៅអ្នកល្ងិតល្ងងខ្លៅគួរតែស្ដាប់អ្នកចេះសូត្រធម៌មិនស្ដាប់សាប់គួរត្រាប់អ្នកប្រាចេះបាលីធ្វើបុណ្យធ្វើទានកុំចោលចាស់ចោលចេញទុកខ្លះក្បួនលោកីសូត្ររៀនតាមបែបអ្នកប្រាថ្មីកុំបីភ្លេចគុណចាស់បុរាណធម៌អាច្រឡំគុំច្រឡោតពាក្យពោលចាក់ដោតឲ្យឈប់ខានរួមចិត្តសាសនាបានសុខសាននឹងឲ្យរុងរឿងរិទ្ធសាសនាកុំឲ្យវារយរិទ្ធរងកម្មរាំងរឹងរាល់ឆ្នាំ5វស្សាវសនរដូវត្រូវមនុស្សថារំជួលទេវតាក្តៅក្រហាយមនុស្សភូតកុហកឆក់ឆោបោកឆ្នាំនេះស្រូវថោករាសអត់បាយក្រលុយក្រកាក់ខ្វះប្រាក់ចាយមហាជនទាំងឡាយកើតវេទនាភិរមខ្ញុំបាទដើមឈ្មោះអ៊ូពូជពងអំបូរខ្មែរអ្នកជាអាពុកឈ្មោះអុកមានសងារចៅពញាធម្មធារាមេស្រុកក្នុងខេត្តភ្នំពេញឃុំកំបូលពូជពងត្រកូលម្ចាស់អង្គពុកជីតាខាងម្ដាយឈ្មោះពញាមុខគាត់ធ្វើមេស្រុកឃុំស្ពានថ្មអ្នកម្ដាយអាពុកបងប្អូនចិត្តជីទួតមួយពិតពូចិត្តល្អដូនតាផ្សំគុំជាដំណបង្កកើតមកជាខ្ញុំបាទពូជខាងអាពុកមានប្រាជ្ញាច្រើនចេះសាស្ត្រាចាំក្បួនខ្នាតត្រកូលខាងម្ដាយប្រាជ្ញាឆ្លាតរូបរាងច្រើនស្អាតគ្មានគេស្អប់ខ្ញុំឮមនុស្សឆ្លុះពីធัวអាគិតក្រែងសាសនាប្រែត្រឡប់ខ្ញុំចាប់អធិប្បាយពុំសាយសពសន្មត់ថាចប់ម្លេះឯងហោងសូមអរគុណដល់បងប្អូនដែលបានជួយចុច Subscribe ដល់ Channel នាងខ្ញុំជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា